បាទខ្ញុំបាទហ៊ុនរិនបាទសូមអនុញ្ញាតគោរពជម្រាបសួរបងប្អូនអ៊ំពូមីងទាំងអស់ជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំបាទមានប្រធានបទយ៉ាងពិសេសបាទគឺតាក់ទងទៅនឹងជំងឺលើឈាមបងប្អូនចង់ដឹងទេបាទជំងឺលើឈាមកំពុងតែរសើបខ្លាំងមែនទែននៅក្នុងសង្គមរស់នៅបាទដោយសារតែជំងឺនេះត្រូវបានកើតឡើងដោយមិនរើសមុខហើយកើតឡើងទាំងក្មេងទាំងចាស់តែម្ដងសម័យបច្ចុប្បន្ននេះបាទអញ្ចឹងគួរឲ្យខ្លាចណាស់បាទអញ្ចឹងតកតងទៅនឹងបញ្ហាជំងឺលើឈាមនេះគឺកើតឡើងច្រើនដោយសារមូលហេតុច្រើនយ៉ាងតែថ្ងៃនេះខ្ញុំសូមលើកប្រធានបទតកតងទៅនឹងជំងឺលើឈាមដែលពាក់ព័ន្ធទៅជាមួយនឹងកូលេស្តេរ៉ុលអាក្រក់ដែលកកស្ទះក្នុងសរសៃឈាមបាទដោយសារមូលហេតុអីអញ្ចឹងតកតងទៅនឹងចំណីអាហារដែលយើងញ៉ាំចូលទៅគឺចូលទៅដល់ក្នុងថ្លើមនេះគឺធ្វើឲ្យថ្លើមរបស់យើងនេះបានបំលែងខ្លាញ់សេរីនេះឲ្យទៅជា triglycerid បាទ triglycerid គឺជឿជាក់ថាបងប្អូនធ្លាប់ឮហើយ triglycerid គឺជាខ្លាញ់មួយដែលត្រូវបានបំលែងរួចជាស្រេចហើយយកទៅបង្កើតនៅ cholesterol ដើម្បីប្រើប្រាស់បន្តទៀតអញ្ចឹងបើសិនជានៅក្នុងការបញ្ចេញថ្លើមបញ្ចេញ triglycerid នឹងវាលើសកម្រិតពេកច្រើនពេកហើយនៅក្នុងនោះក៏វាបង្កើតនៅ cholesterol នោះគឺត្រូវការយកមកបំលែងលាយជាមួយនឹង protein ចុះបើសិនជាបរិមាណនៃ protein ទាបជាង triglycerid លទ្ធផលនៃការបំលែងបង្កើតទៅជា cholesterol អាក្រក់ដែលគេហៅថា cholesterol LDL ហើយបាទអញ្ចឹង cholesterol អាក្រក់នេះវានឹងបង្កឲ្យមានការកកស្ទះខ្លាញ់នៅក្នុងសរសៃឈាមហើយក៏បង្កឲ្យមានសម្ពាធឈាមកើតឡើងដែលយើងហៅថាលើសឈាមនឹងឯងបាទមិនមែនឈាមលើសទេគឺសម្ពាធឈាមយើងគឺលើសបាទលើសល្បឿនហ្នឹងបាទអញ្ចឹងខ្លាញ់ដែលនៅកកស្ទះនៅក្នុងសរសៃឈាមនេះសូមជម្រាបជូនបងប្អូនបើសិនជាគ្មានវិធីនៅក្នុងការសម្អាតឬក៏ដោះស្រាយវាចេញឲ្យអស់ចេញពីការកកស្ទះទេខ្លាញ់នោះនឹងនៅជ្រៀតចូលទៅក្នុងសន្ទប់សរសៃឈាមផ្កាឈូកមួយទៀតនោះក្រោមសន្ទប់ផ្កាឈូកនៃសរសៃឈាមហើយវានឹងធ្វើការលូតលាស់ជាបន្តបន្ទាប់បើកាលណាវាលូតលាស់នៅពេលណាមួយនោះបើសិនជាយើងមិនបានដោះស្រាយវាទាន់ពេលវានឹងលូតលាស់រហូតដល់វានឹងរហូតដល់ផ្ទុះបែកនៅសរសៃឈាមខាងក្នុងណាវានឹងធ្វើឲ្យខ្លាញ់នឹងត្រូវបានស្ទះឈាមមិនឲ្យឈាមរត់រួចទៅមុខបានអញ្ចឹងអានេះគឺប៉ះពាល់ទៅដល់ចលនាបេះដូងខ្លាំងណាស់បើសិនជាខ្លាញ់ផ្ទុះទៅក្នុងបំពង់សរសៃឈាមនេះអញ្ចឹងនេះជាហេតុផលមួយដែលពាក់ព័ន្ធទៅជាមួយនឹងសរសៃឈាមបេះដូងប៉ុន្តែបើសិនជាយើងគិតទៅលើសរសៃឈាមខួរក្បាលវិញនោះវាទូចខ្លាំងណាស់បើសិនជាមានស្ទះដោយសារតែខ្លាញ់កកស្ទះនៅក្នុងសរសៃឈាមទូចនៅក្នុងខួរក្បាលគឺយើងហៅថា stroke នឹងឯងបាទគឺជំងឺ stroke នេះគឺជំងឺដែលផ្ទុះបែកសរសៃឈាមខួរក្បាលដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់សរសៃប្រសាទរបស់យើងដែលមិនអាចបញ្ជាទៅលើសរីរាង្គផ្សេងបាននោះហើយដែលធ្វើឲ្យបងប្អូននឹងមានបញ្ហាទៅជាពិការដូចជាស្លាប់មួយចំហៀងខ្លួនឬក៏មួយកំណាត់ខ្លួននឹងអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានេះបាទបងប្អូនសូមកុំបារម្ភថ្ងៃនេះខ្ញុំមានអ្វីដើម្បីដោះស្រាយជូនបញ្ហាខ្លាញ់ដែលនៅក្នុងសរសៃឈាមនឹងបានណាបាទដំណោះស្រាយជូនយ៉ាងជាក់លាក់តែម្ដងគឺខ្ញុំមានបាទដែលផលិតផលនេះមានឈ្មោះថាបាទប្រេងសណ្ដែកផ្កាយ OPT បាទដែលយើងហៅតាមភាសាបច្ចេកទេសសកលគេហៅថា Sacha Enchi បាទអញ្ចឹងយើងហៅថា OPT Sacha Enchi អញ្ចឹងនៅក្នុងនេះគឺមានអាស៊ីតខ្លាញ់ Omega 3ដែលរាងកាយអាចយកទៅបំលែងទៅជា DHA បាទប្រព័ន្ធអាស៊ីត DHA នេះវានឹងទៅរារាំងនៅអង់ស៊ីមរបស់ថ្លើមមិនឲ្យបញ្ចេញនៅ triglycerid លើកម្រិតទេកាលណាបើសិនជារារាំងបាននៅអង់ស៊ីមរបស់ថ្លើមមិនឲ្យបញ្ចេញ triglycerid នឹងលើកម្រិតវាធ្វើឲ្យការបំលែងទៅជា cholesterol ដែលយក triglycerid លាយជាមួយនឹង protein នេះវាចេញលទ្ធផលមកគឺ cholesterol ល្អតែម្ដងបាទគឺ HDL អញ្ចឹងបើសិនជាចេញ cholesterol HDL គឺបងប្អូនលែងព្រួយបារម្ភហើយនេះហើយដែលជាលទ្ធផលល្អសម្រាប់ការសម្អាតនៅ cholesterol អាក្រក់ចេញពីនៅក្នុងការកកស្ទះសរសៃឈាមហ្នឹងអញ្ចឹងបើកាលណាកើតចេញមកលទ្ធផលនៃការបំលែងហើយចេញមក cholesterol ល្អគឺធ្វើឲ្យសរសៃឈាមរបស់យើងអត់មានការកកស្ទះដោយសារតែខ្លាញ់នោះទេអញ្ចឹងធ្វើឲ្យសរសៃឈាមរបស់យើងរត់ស្រួលឯចលនាបេះដូងក៏ដើរដំណើរបានធម្មតាអត់មានខ្លាញ់រុំបេះដូងយើងនឹងជៀសផុតអំពីបញ្ហាជំងឺលើឈាម
ឬក៏យើងជៀសផុតអំពីបញ្ហាដាច់សរសៃឈាមខួរក្បាលនោះទៀតផងណាបាទអញ្ចឹងបាទសូមបើសិនជាចង់ការពារជីវិតរស់នៅឲ្យជៀសផុតអំពីជំងឺលើឈាមដោយសារតែខ្លាញ់កកស្ទះរំពាត់បេះដូងនៅក្នុងថ្លើមអីច្រើននឹងឬក៏ស្ទះក្នុងសរសៃឈាមនោះដែលផ្ទុះបាច់សរសៃឈាមអីហ្នឹងគឺសុំតែពិសាត្រឹមតែប្រេងស្លាបផ្កាយ OPT តែប៉ុណ្ណោះគឺអាចនឹងកម្ចាត់នៅកូលេស្តេរ៉ុលអាក្រក់ឬក៏កាត់បន្ថយនៅកូលេស្តេរ៉ុលអាក្រក់ម្ដងបន្តិចម្ដងបន្តិចបង្កើននៅកូលេស្តេរ៉ុលល្អឡើងវិញយើងនឹងជៀសផុតពីជំងឺលើឈាមយ៉ាងពិតប្រាកដហើយបាទអញ្ចឹងសូមអរគុណណាស់បាទចំពោះការតាមដានស្ដាប់បាទអរគុណជម្រាបលាបាទ